សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទៅជាមួយនឹង proportional editing សម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាជួយរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Blender សម្រាប់ proportional editing គឺប្រើដើម្បីធ្វើការ edit ទៅលើ mesh object ជាពេលណាយើងនិយាយទៅជាមួយនឹង mesh object សំដៅទៅលើ object នៅពេលណាយើងផ្លាស់ប្ដូរវាពី object mode មក edit mode ហើយគេប្រើវាដើម្បីធ្វើការ transform អញ្ចឹងពេលណាយើងនិយាយទៅមួយ transform គឺផ្ដោតសំខាន់ទៅលើការ move ការ rotate ហើយនិងការ scale នៅ object អញ្ចឹងគឺវាមានឥទ្ធិពលនៅពេលណាយើង select ទៅលើ vertex ឬក៏ face ឬក៏ edge គឺវានឹងមានឥទ្ធិពលរាល់ geometry ដែលនៅក្បែរឬក៏នៅក្នុងកម្មនៃ proportional editing ហើយគោលដៅរបស់វាគឺប្រើដើម្បីធ្វើការឲ្យ object ឬ object ឬក៏ mesh នឹងមានលក្ខណៈ smooth បែបធម្មជាតិអូខេអញ្ចឹងឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំលុបឲ្យចេញសិនខ្ញុំពិបាកក្នុងការបញ្យល់បន្តិចអញ្ចឹងអូខេឥឡូវខ្ញុំចូលទៅបង្កើតជាUV sphere មួយចុចខ្ញុំដាក់ UV sphere ហើយខ្ញុំធ្វើការតម្លើងអានេះហើយខ្ញុំដាក់អានេះវា60ចុះតម្លើងវាច្រើនបន្តិចអូខេអានេះខ្ញុំដាក់វា30 enter ហើយឥឡូវខ្ញុំធ្វើការបដូរវាពី object mode មក edit mode ចេញឃើញគឺវាជាលក្ខណៈ mesh អញ្ចឹង mesh គឺសំដៅទៅលើសំណាញ់ឬក៏កាឡាហ្នឹងអញ្ចឹងឧបមាថាខ្ញុំអត់ទាន់ធ្វើការ activate ទៅលើ proportional editing ក្នុងករណីដែលខ្ញុំចង់ធ្វើការ select ឥឡូវខ្ញុំ select ទៅលើ vertex ខ្ញុំទាញវាឥឡូវខ្ញុំប្រើប្រាស់ទៅលើ move tool ខ្ញុំទាញវាឬក៏ខ្ញុំប្រើប្រាស់ទៅលើអក្សរ G ដើម្បីធ្វើការ grab វាអញ្ចឹងដល់ពេលខ្ញុំទាញ vertex ហ្នឹងអញ្ចឹងគឺ vertex ហ្នឹងគឺវាមកទៅមួយឯងយើងចង់ឧទាហរណ៍យើងទាញកន្លែងនេះឲ្យវា smooth ឧទាហរណ៍យើងធ្វើវាជាមុខខ្លាឃ្មុំឧទាហរណ៍អញ្ចឹងយើងទាញមកយើងវាចេញតែមួយអញ្ចឹងទេក៏ប៉ុន្តែគោលដៅរបស់យើងចង់ឲ្យមាន vertex ដែលនៅក្បែរហ្នឹងគឺវាមកជាមួយដែរអញ្ចឹងគឺគេប្រើប្រាស់ទៅលើproportional editing អញ្ចឹងខ្ញុំធ្វើការ activate វាវិញអញ្ចឹងយើងមើលនៅកន្លែងនេះអញ្ចឹងនេះគឺជា mode របស់វាមានច្រើនឥឡូវយើង click ទៅលើនេះមកដើម្បីធ្វើការ activate វាហើយខ្ញុំធ្វើការវាយអក្សរ G ខ្ញុំវាយអក្សរ G មកហើយខ្ញុំធ្វើការពេលណាខ្ញុំវាយអក្សរ G យើងឃើញកម្មនៃ proportional editing នឹងកម្មហ្នឹងគឺរាល់geometry មានដូចជាគេមាន vertex មាន edge មាន face ដែលនៅក្នុងហ្នឹងគឺវានឹងមានឥទ្ធិពលឥឡូវឧទាហរណ៍ថាខ្ញុំវាយអក្សរ G រួចហើយខ្ញុំចាប់ដើមវាយទៅលើអក្សរ X ដើម្បីធ្វើការ move វាខ្ញុំវាយអក្សរ X ហើយខ្ញុំទាញវាអូខេខ្ញុំ move មកអញ្ចឹងយើងឃើញថាសម្រាប់រាល់ vertex ឬក៏រាល់ geometry ដែលស្ថិតនៅក្នុងកងហ្នឹងគឺវាមកជាមួយដែរឃើញទេគឺវាមកជាមួយដែរហើយបើយើងចង់ធ្វើការបរិយារួមទៅលើកងនៃ proportional editing ហ្នឹងគឺយើងធ្វើការរុញកង់ម៉ៅរុញវាទៅមុខដើម្បីធ្វើការវាតូចយើងចង់បានតូចយើងរុញវាឲ្យតូចមកឬក៏យើងទាញវាមកក្រោយដើម្បីធ្វើការ zoom វាធំអញ្ចឹងគឺវាមានឥទ្ធិពលអញ្ចឹងរាល់ geometry ដែលនៅក្បែរឬក៏នៅគៀកទៅលើចំណុចដែលយើងបាន select ហ្នឹងគឺវាធ្វើការ transform អញ្ចឹង transform នេះគឺតកតងជាមួយនឹងការ move ឃើញអត់អូខេឥឡូវខ្ញុំដោះវាសិនឥឡូវខ្ញុំចូលទៅមួយទៀតឧទាហរណ៍ទាញកាន់តែម្ដងអញ្ចឹងគឺខ្ញុំបើកវាហើយខ្ញុំធ្វើការ click វាមួយបន្ទាប់មកទៀតខ្ញុំវាយទៅលើអក្សរ G អូខេចេញខ្ញុំអាចទាញវាតាណាក៏បានដែរគេអញ្ចឹងគឺដូចខ្ញុំនិយាយចឹងគឺគេប្រើវាដើម្បីវា smooth ទៅលើ object ឬក៏យើងចង់ធ្វើការទាញវាដើម្បីឲ្យវាមានលក្ខណៈបែបធម្មជាតិចឹងយើងចង់ឲ្យវា port គឺវា port តាមលក្ខណៈ smooth ហើយនឹងបែបធម្មជាតិតែបើសិនបើយើងអត់ប្រើទៅលើ proportional editing ទេគឺពេលណាយើងទាញវាគឺឬក៏យើង transform វាគឺវាទៅតែមួយទេឥឡូវឧទាហរណ៍ខ្ញុំបែរវាមកវិញឥឡូវខ្ញុំដោះវាចេញអូខេខ្ញុំបែរអក្សរ G អញ្ចឹងដែរហើយខ្ញុំចាប់បានទាញវាឃើញគឺវាមកទៅមួយអញ្ចឹងទេវាអត់មានឥទ្ធិពលដូចអ្វីដែលយើងបាននិយាយទៅជាមួយនឹង proportional editing ទេអញ្ចឹងរាល់ geometry ស្ថិតនៅក្នុងកងនៃឥទ្ធិពលហ្នឹងគឺវា affect ទាំងអស់ខ្ញុំបែកវាវិញអូខេឥឡូវខ្ញុំធ្វើការ
lụcវាសិនឥឡូវខ្ញុំចូលមក object mode ហើយខ្ញុំលុបវាឥឡូវខ្ញុំចូលទៅបង្កើតទៅលើប្លង់មួយខ្ញុំប្រើប្រាស់ទៅលើ plan អូខេបន្ទាប់មកទៀតខ្ញុំកែវាមក edit mode ហើយខ្ញុំធ្វើការ cut វាខ្ញុំប្រើ select អូខេរបៀបនេះបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមនេះខ្ញុំ add វាមួយថែមទៀត control O អូខេខ្ញុំ add វាខាងនេះម្ដងទៀត control O ហើយរួញកងម៉ៅដើម្បីធ្វើការពុះវាជាជំរាបរបៀបនេះបន្តមកទៀតគឺខ្ញុំចុចទៅលើអក្សរ A ហើយ right click ខ្ញុំយកពាក្យ subdivision មានន័យថាខ្ញុំឲ្យវាកាន់តែមានកន្លាទូចៗថែមទៀតអូខេបន្តមកទៀតឧទាហរណ៍ថាខ្ញុំចង់ធ្វើការទាញទៅលើ vertex នេះឲ្យឡើងលើអញ្ចឹងគឺធម្មតាបើសិនមកកាន់ន័យដែលយើងអត់ធ្វើការបើកទៅលើ proportional editing គឺយើងនៅពេលណាយើង click select ទៅវាហើយខ្ញុំ click ឡើងនេះមួយមកខ្ញុំវាយទៅលើអក្សរ G ហើយខ្ញុំវាយទៅលើអក្សរ Z ហើយខ្ញុំ move វាឡើងលើអញ្ចឹងវាទៅមួយរបៀបហ្នឹងទេអញ្ចឹងបើសិនបើករណីដែលយើងចង់ឲ្យប្លង់នេះគឺវាមានលក្ខណៈមួយគឺ curve port ឡើងទៅលើឬក៏ចុះក្រោមដោយវា effect ទៅលើរាល់ geometry ឬក៏យើងហៅថាធរណីដែលនៅជុំវិញវាហ្នឹងគឺវា effect ដែរគឺយើងប្រើប្រាស់ទៅលើ proportional editing អញ្ចឹងយើង click activate វាមកអូខេបន្តមកទៀតគឺយើងវាយទៅលើអក្សរ G ហើយយើងចាប់ផ្ដើមបើសិនបើយើងចង់បានទំហំតូចយើងធ្វើការឲ្យកហ្នឹងគឺវាតូចមកដោយរុញវាទៅមុខឬក៏យើងចង់បានទំហំធំគឺយើង scroll វាមកក្រោយបន្តមកទៀតគឺយើងចាប់ផ្ដើមវាយទៅលើអក្សរ Z ហើយយើងអូសឡើងលើឃើញយើងគ្រាន់តែ move cursor របស់យើងតាម axis set មកគឺវានឹងចាប់ផ្ដើមធ្វើការ effect ហើយឃើញអត់យើងចង់បានធំជាងហ្នឹងគឺយើង scroll កងមកក្រោយយើងឃើញថា plan របស់យើងហ្នឹងគឺវា port បែបលក្ខណៈធម្មជាតិតែម្ដងអញ្ចឹងបើសិនបើយើងអត់ activate ទៅលើ proportional editing ទេបើយើងធ្វើម្ដងមួយគឺវាយូរហើយពិបាកធ្វើបើសិនបើករណីយើងចង់បាន object ដែលមានលក្ខណៈ port របៀបហ្នឹងហើយបើសិនបើយើងចង់ move វាចុះក្រោមគឺយើងធ្វើការវាយទៅលើអក្សរ G នឹងដដែលហើយវាយទៅលើអក្សរ Z ហើយយើងចាប់ផ្ដើមអូសវាចុះក្រោមអញ្ចឹងវា port ចុះក្រោមរបៀបនេះអញ្ចឹងយើងអាចធ្វើការបរិយារួមយើងធ្វើការបរិយាវាកាន់តែធំការ effect របស់វានឹងកាន់តែធំអូខេខ្ញុំ back វាមកវិញហើយខ្ញុំចូលទៅ mode របស់វាអញ្ចឹងវាមានច្រើន mode របស់វាមានដូចជា smooth មានដូចជា speed អញ្ចឹងខ្ញុំ click លើវាមកហើយបន្តមកទៀតគឺយើងចាប់ផ្ដើមវាយអក្សរ G អញ្ចឹងយើងប្រើប្រាស់ G វាងាយស្រួលយល់អញ្ចឹងយើងវាយអក្សរ G មកវាយអក្សរ Z ហើយយើង scroll កងនៃ proportional editing របស់យើងឲ្យតូចទៅតាមទំហំដែលយើងចង់បានមកអញ្ចឹងយើងឃើញ mode របស់វាគឺមានលក្ខណៈរបៀបហ្នឹងចាហ្នឹងគឺជាលក្ខណៈ speed ហើយវាមានច្រើនទៀតវាមានដូចជាគេមានដូចជា root អូខេ click លើវាមួយមកហើយវាយទៅលើអក្សរ G អក្សរ Z នេះរៀងវារបៀបចឹងឥឡូវខ្ញុំធ្វើការpowell CD viewport របស់យើងប៉ុណ្ណេះដើម្បីងាយស្រួលមើលចុច Ctrl C ហើយខ្ញុំចូលទៅ G Z ហើយខ្ញុំអូសម៉ៅឡើងលើរបៀបនេះអញ្ចឹងនេះគឺជាលក្ខណៈ root អូខេឥឡូវមួយទៀតគឺ inverse square គឺវារៀងដូចរូបភាពដែលគេបង្ហាញហ្នឹងអូខេបន្តមកទៀតខ្ញុំចុច Ctrl C ហើយខ្ញុំវាយអក្សរ G អក្សរ C ម្ដងទៀតអញ្ចឹងគឺរៀងវារបៀបហ្នឹងអូខេយើងចូលទៅបន្តទៀតនេះគឺ shape ខ្ញុំ Ctrl C ហើយខ្ញុំដូរវាមក shape របៀបនេះបន្តមកទៀតG ហើយ Z ជាអូសចុះក្រោមក៏បានឡើងលើក៏បានអញ្ចឹងគឺនេះគឺជាលក្ខណៈ saving ស្រួចដូចទៅលើរូបដែលវាបង្ហាញអូខេចឹងយើងចង់ធំតូចអីគឺយើង scroll ទៅលើកង់ម៉ៅយើងមើលទៀតនេះគឺ linear នេះរៀងដូចជាស្រួចជ្រុងរបៀបនេះអញ្ចឹង G Z ហើយយើងអូសវាឡើងលើឃើញទេហើយមួយទៀតជាលក្ខណៈ constant របៀបនេះអូខេអញ្ចឹង G Z អញ្ចឹងគឺលក្ខណៈវារបៀបហ្នឹងខ្ញុំបែបវាចូលមកមួយទៀតគឺ random ហ្នឹងគឺវាធ្វើការទាញទៅលើចំណុច vertex ហ្នឹងជាលក្ខណៈ random តែម្ដងអញ្ចឹងខ្ញុំ click លើវាមកចុចទៅលើ G Z នេះខ្ញុំទាញមកយ៉ាងហ្នឹងវា random របៀបហ្នឹងយើងចង់បានធំតូចគឺយើង scroll ទៅលើកង់ម៉ៅអូខ
គេខ្ញុំចុចធ្វើការ back មកវិញឥឡូវខ្ញុំចូលមកមួយទៀតខ្ញុំលុបអាហ្នឹងសិនខ្ញុំចូលទៅបង្កើត sphere អូខេខ្ញុំបង្កើត sphere បន្តមកទៀតខ្ញុំធ្វើការដូរវាមក edit mode ហើយខ្ញុំធ្វើការ right click ខ្ញុំយកពាក្យ subdivision មានន័យថាខ្ញុំបង្កើតកន្លានឲ្យបានច្រើនខ្ញុំចូលទៅចុចទៅលើ shift D ហើយអូសចេញក្រៅយើងអូស mouse របស់យើងហើយយើង click មួយដើម្បីតម្លាក់វាបន្តមកទៀតគឺយើងចូលទៅធ្វើការ click select យកពាក្យថា connected only អញ្ចឹងកាលណាយើងយកពាក្យថា connected only នៅពេលណាយើងបើកទៅលើ proportional editing គឺវា affect ទៅលើ object តែមួយឯងហើយវា affect ទៅលើរាល់ vertex នៅក្បែរគ្នាប៉ុណ្ណឹងឥឡូវឧទាហរណ៍ខ្ញុំធ្វើការទៅលើ sphere នេះអញ្ចឹងខ្ញុំ click select ទៅលើ vertex មួយមកហើយខ្ញុំចាប់ផ្ដើមធ្វើការវាយទៅលើអក្សរ G អូខេខ្ញុំ scroll វាឲ្យធំចានៅពេលណាខ្ញុំអូសវាចេញយើងឃើញថាសម្រាប់ sphere ទី2គឺវាអត់មានផលប៉ះពាល់ឬក៏យើងហៅថាពេចទេទោះបីកង់ឬក៏កងនៃ proportional editing របស់យើងហ្នឹងគឺវាធំប៉ុណ្ណាក៏ដោយយើងធំក៏វាអត់ប៉ះពាល់ទេអូខេក៏ប៉ុន្តែនៅពេលណាយើងធ្វើការដោះវាវិញឥឡូវខ្ញុំធ្វើការដោះវាអូខេបន្តមកទៀតខ្ញុំបើកអា spool នឹងដែរហើយខ្ញុំ click select ទៅលើ vertex មួយមកហើយខ្ញុំវាយទៅលើអក្សរ G ហើយខ្ញុំអូសវាយើងឃើញគឺវានឹងធ្វើការ affect ទៅលើ object ទី2ទោះបីទីយើងអត់បានធ្វើការ select ទៅលើវាក៏ដោយក៏ប៉ុន្តែវាស្ថិតនៅក្នុងកងនៃ proportional editing អញ្ចឹងគឺវា affect ដែរឥឡូវខ្ញុំ scroll វាឲ្យតូចបន្តិចនេះយើងឃើញវា affect ប៉ុណ្ណឹងខ្ញុំ back វាមកវិញឥឡូវខ្ញុំធ្វើការលុបវាខ្ញុំចូលមក delete វិញហើយខ្ញុំដាក់ add object មួយទៀតចូលមកធ្វើការ add ទៅលើ cylinder អញ្ចឹងខ្ញុំចុចទៅលើអក្សរ S ហើយនឹងអក្សរ Z ខ្ញុំ scale វាធំបន្តិចហើយខ្ញុំ add ទៅលើ edge loop អញ្ចឹងខ្ញុំដូរវាមក edit mode សិន control R ហើយ scroll វារបៀបនេះអូខេឥឡូវខ្ញុំចង់ធ្វើការប្រើប្រាស់ទៅលើ proportional editing ឥឡូវខ្ញុំធ្វើការបិទវាសិនអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការ select ឥឡូវខ្ញុំធ្វើការ select ជុំវិញនេះអញ្ចឹងគឺខ្ញុំ click លើវាមក click ទៅលើ vertex ហើយខ្ញុំចុចទៅលើ arrow key សុំទៅម្ដងទៀតខ្ញុំប្រើ A ក៏បានអូខេបន្តមកទៀតគឺខ្ញុំចង់ធ្វើការ scale វានៅជ្រុងហ្នឹងក៏ប៉ុន្តែខ្ញុំចង់ឲ្យវាមានផល effect ទៅលើ edge មួយចំនួនទៀតនៅក្បែរហ្នឹងអញ្ចឹងគឺខ្ញុំប្រើប្រាស់ទៅលើ proportional editing អញ្ចឹងខ្ញុំ click លើវាមកអូខេខ្ញុំ click ដើម្បីធ្វើការបើកវាបន្តមកទៀតគឺខ្ញុំចុចទៅលើអក្សរ S ជានៅពេលណាអក្សរ S យើងឃើញមានកងដែលជាកងរបស់ proportional editing បើសិនបើខ្ញុំធ្វើការបរិកងឲ្យធំអញ្ចឹងនៅពេលដែលខ្ញុំ scale វាគឺវាមានផលប៉ះពាល់ទៅលើរាល់ geometry ដែលស្ថិតនៅក្នុងកងហ្នឹងអញ្ចឹងសម្រាប់ edge ផ្សេងទៀតឬក៏យើងហៅជ្រុងផ្សេងទៀតគឺវា affect ដែរបើសិនបើខ្ញុំ scroll វាកាន់តែធំវាកាន់តែ affect កាន់តែច្រើនតែបើសិនបើខ្ញុំធ្វើការ zoom វាតូចអញ្ចឹងគឺវា affect តែទៅលើ edge ដែលយើងបានជ្រុងបានធ្វើការ select ហ្នឹងអូខេខ្ញុំដាក់វាប៉ុណ្ណេះចុះហើយការបង្វិលក៏ដូចគ្នាដែរខុសគ្នាតែឧទាហរណ៍ខ្ញុំចង់បង្វិលអញ្ចឹងគឺឥឡូវខ្ញុំចុច Ctrl C back វិញគឺខ្ញុំធ្វើការបង្វិលវាអញ្ចឹងគឺខ្ញុំចុចទៅលើអក្សរ O ហើយនឹងអញ្ចឹងបើសិនបើកាន់ន័យដែលកងនឹងវាកាន់តែធំអញ្ចឹងការ effect ហ្នឹងគឺវាកាន់តែធំដែរហើយខ្ញុំចុចអក្សរ O ខ្ញុំចុចទៅលើអក្សរ Z អូខេយើងមើលគឺវានឹងធ្វើការ effect នៅក្នុងកងហ្នឹងក៏ប៉ុន្តែនៅពេលណាយើង scroll កងនឹងតូចជាយើងឃើញការបង្វិលគឺវា effect តែនៅក្នុងកងហ្នឹងទេអាហ្នឹងគឺជាលក្ខណៈនៃការប្រើប្រាស់ទៅលើ professional editing អូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនទាក់ទងជាមួយនឹងរបៀបនៃការប្រើប្រាស់ទៅលើ professional editing នៅក្នុងកម្មវិធី Blender សូមអរគុណសូមជម្រាបលា